បច្ចេកទេសដាំដុះដំណាំស្វាយចន្ទីបើសិនជាបងប្អូនចង់ស្វែងយល់ពីរបៀបដាំដុះដំណាំស្វាយចន្ទីឬក៏មានចំការចន្ទីធ្លាប់ដាំពីមុនមកហើយគិតថាខ្លួនឯងដាំអត់បានត្រឹមត្រូវល្អអញ្ចឹងបងប្អូនអាចចូលស្ដាប់វីដេអូនេះទាំងអស់គ្នាទី1គឺយើងចាប់ផ្ដើមរៀបចំចំការដាំស្វាយចន្ទីចំពោះដំណាំស្វាយចន្ទីដែលជាដំណាំឧស្សាហកម្មមានរយៈពេលយូរមកហើយការដាំដុះលើផ្ទៃដីធំទូលាយដូច្នេះទាមទារនៅការរៀបចំដីតាមលក្ខណៈបច្ចេកទេសឲ្យបានហ្មត់ចត់ទើបគេអាចទទួលបានទិន្នផលច្រើនវិធីសាស្ត្រនៅក្នុងការរៀបចំដីរួមមានការកាប់ឆ្ការព្រៃការសាងសង់ផ្លូវការសាងសង់ប្រឡាយទឹកការដាំដំណាំគម្របដីការកាប់ឆ្ការព្រៃចំពោះបញ្ហាកម្លាំងពលកម្មគេអាចប្រើប្រាស់កម្មករនិងគ្រឿងយន្តដើម្បីសម្អាតនិងរៀបចំដីចំពោះដើមឈើងាប់គេត្រូវកូរវាជាគំនររួចធ្វើការដុតដោយប្រុងប្រយ័ត្នបំផុតចំពោះគល់ឈើត្រូវឲ្យកម្មករកាប់ឬគាស់ដោយម៉ាស៊ីនម្យ៉ាងទៀតឬនឹងគល់ឈើត្រូវយកវាឲ្យអស់ពីដីរួចកូរជាគំនរហាលស្ងួតរួចដុតវាចោលចំពោះករណីការដុតព្រៃជាទ្រង់ទ្រាយធំជាធម្មតាប្រព្រឹត្តទៅពី6ទៅ8សប្តាហ៍ក្រោយពេលកាប់ឆ្ការការសាងសង់ផ្លូវបន្ទាប់ពីដុតព្រៃរួចគឺយើងត្រូវគិតគូរជាបន្ទាន់ដោយប្រយ័ត្ននិងដោយធ្វើការកំណត់ឲ្យបានច្បាស់លាស់ផ្លូវត្រូវមានទទឹង5ទៅ6ម៉ែត្រងាយស្រួលដល់ការដឹកផលិតផលការសង់ប្រឡាយលក្ខណៈប្រឡាយផ្នែកបាតខាងលើពី2ទៅ6ម៉ែត្រផ្នែកបាតខាងក្រោមពី 1.2 ទៅ 1.8 ម៉ែត្រជម្រៅ 1.8 ទៅ 2.7 ម៉ែត្រដោយចន្លោះប្រឡាយ1ទៅប្រឡាយ1មិនលើសពី100ម៉ែត្រហើយកូនប្រឡាយទាំងនោះត្រូវជីកកែងនិងប្រឡាយមេដែលមានទំហំប្រែប្រួលពីផ្នែកបាតលើ 1.8 ទៅ 2.7 ម៉ែត្រហើយនឹងផ្នែកបាតខាងក្រោមពី 0.6 ទៅ 0.9 ម៉ែត្រជម្រៅ1.2 ទៅ 1.8 ម៉ែត្រដើម្បីងាយស្រួលគ្រឿងយន្តដំណើរការកូនប្រឡាយដែលជីកចូលចំការត្រូវតែមានលក្ខណៈស្របគ្នាហើយមានទិសដៅតែមួយចំណែកឯការរៀបចំដីដំណាំស្វាយចន្ទីជាដំណាំដែលត្រូវការពន្លឺដូច្នេះដីដែលត្រូវដាំដំណាំនេះមិនត្រូវឲ្យមានដំណាំណាដុះគ្របពីលើឬមានម្លប់បាំងពីលើទេចំពោះឫសឈើដែលនៅក្នុងដីត្រូវសម្អាតចេញពីកន្លែងដាំយ៉ាងហោចណាស់2ម៉ែត្រ4ជ្រុងនិងគួរដាំដំណាំគម្របដីដើម្បីការពារសំណើមដីនិងអាចជួយបង្កើនជីជាតិដីបានថែមទៀតផងការជីករណ្ដៅគឺត្រូវជីក50សង់ទីម៉ែត្រ4ជ្រុងនិងជម្រៅ50សង់ទីម៉ែត្រដែរការជីកនេះត្រូវបែងចែកដីស្រទាប់លើដាក់ផ្សេងនិងស្រទាប់ក្រោមដាក់ផ្សេងដើម្បីយកដីស្រទាប់លើនេះមកលាយជាមួយជីកំប៉ុស្តនិងថ្មកំបោរសម្រាប់លុបវិញដោយពេលដាំដាក់នៅស្រទាប់ខាងក្រោមហើយការជីកនេះគួរជីកក្នុងអំឡុងខែមេសាដើម្បីហាលរណ្ដៅសម្រាប់មេរោគសម្រាប់ដាំនៅខែឧសភាឬដើមរដូវវស្សាចំពោះចន្លោះគុម្ពសម្រាប់ដាំស្វាយចន្ទីវាអាស្រ័យទៅតាមប្រភេទដីនិងជីជាតិរបស់ដីសមត្ថភាពផ្ទុកទឹករបស់ដីពូជស្វាយចន្ទីដែលត្រូវដាំចំពោះពូជ M23 M7 S40 បើដាំនៅតំបន់ដីក្រហមក្នុងខេត្តកំពង់ចាមរតនគិរីគេច្រើនដាំចន្លោះគុម្ព10 គុណនឹង10ម៉ែត្រឬនឹង12 គុណ12ម៉ែត្រចំណែកដីខ្សាច់ដូចជាខេត្តកំពង់ធំគេច្រើនដាំចន្លោះគុម្ព8 គុណ8ម៉ែត្រ9 គុណ9ម៉ែត្រនិង10 គុណ10ម៉ែត្រជាទូទៅគួរតែជីករណ្ដៅដែលមានទំហំ1ម៉ែត្រគុណ1ម៉ែត្រគុណ1ម៉ែត្រចំពោះដីល្បាយខ្សាច់ចន្លោះដើម8ម៉ែត្រគុណ8ម៉ែត្រជាការល្អក្នុងករណីដីជម្រាលធ្វើចង្អូរកាត់ដីជម្រាលពី10ទៅ15ម៉ែត្រប្រសិនបើដីបន្ទាប់ពីស្រទាប់លើរឹងមានរាងដូចខ្ទះដូចនេះទំហំរណ្ដៅត្រូវបង្កើតឡើងឲ្យធំ 1.2 ម៉ែត្រគុណ 1.2 ម៉ែត្រគុណ 1.2 ម៉ែត្រស្វាយចន្ទីដាំនៅចន្លោះជួរ8ម៉ែត្រគុណ8ម៉ែត្រចន្លោះជួរនេះក៏ផ្ដល់លទ្ធភាពក្នុងការលូតលាស់ដែររណ្ដៅត្រូវជីក15ទៅ20ថ្ងៃដំបូងការដាំដុះហើយដាក់ឲ្យត្រូវថ្ងៃដើម្បីកម្ចាត់កត្តាចង្រៃនៅក្នុងដីបន្ទាប់មករណ្ដៅត្រូវបំពេញកម្ពស់3/4ដោយលាយចម្រុះគ្នាដូចជាស្រទាប់ដីលើជីកំប៉ុស្ត11គីឡូក្រាមនិងថ្មផូស្វ៉ាតធម្មជាតិ200ក្រាមប្រសិនបើដីរាបស្មើការត្រៀមដីស្ទើរតែមិនចាំបាច់ធ្វើអ្វីឡើយគ្រាន់តែសម្អាតស្មៅចង្រៃចេញឬក៏ធ្វើការភ្ជួរ2ដងហើយដាក់ដាំស្វាយចន្ទីឲ្យមានជួរតាមរបៀបរៀបរយ
ប៉ុន្តែដីដែលមានព្រៃត្រូវគាស់រំលើងយកគល់ចេញជាមុនសិនដើម្បីងាយស្រួលក្នុងការថែរក្សាប្រសិនបើជាដីទួលគួរពង្រាបទៅតាមជម្រាលដីម្យ៉ាងទៀតបើដីនោះចោតខ្លាំងឬដីភ្នំការដាំដុះធ្វើឡើងជាកម្មជណ្ដើរដើម្បីការពារការហូរច្រោះនិងការបាក់ដីការត្រៀមដីគួរធ្វើឲ្យស្រេចនៅក្នុងរដូវក្តៅដែលអាចជីករណ្ដៅនិងដាំបានក្នុងរដូវភ្លៀងការដាំដុះស្វាយចន្ទីភាគច្រើនគេដាំនៅរដូវវស្សាដោយយកតែកូនដែលមានសុខភាពល្អមកដាំហែកថង់បណ្ដុះចេញនិងធ្វើយ៉ាងណាកុំឲ្យបែកដីក្នុងថង់នោះរួចដាក់វាថ្នមៗចូលក្នុងរណ្ដៅដែលបានជីករួចនិងយកដីដែលបានលាយជាមួយជីកំប៉ុស្តលុបបំពេញរណ្ដៅនោះស្រោចទឹកទៅលើកូនស្វាយចន្ទីដែលដាំរួចនិងយកសារធាតុសរីរាង្គដូចជាស្លឹកឈើស្មៅក្រៀមនិងសារធាតុផ្សេងៗគ្របជុំវិញគល់ដើម្បីរក្សាសំណើមដីហើយកុំភ្លេចបោះបង្គោលចងកូនស្វាយចន្ទីដើម្បីការពារខ្យល់និងជួយកុំឲ្យស្វាយចន្ទីបំបៅបាក់បានក្នុងករណីបំបៅការថែទាំគួរតែយកចិត្តទុកដាក់មុនដំណបំបៅគឺតិចបំផុតលើ5សង់ទីម៉ែត្រពីមាត់រណ្ដៅសម្អាតនឹងជួយឲ្យរកឃើញហើយបន្ទាប់មកកាត់ពន្លកដែលនៅគល់ឫសតែនៅក្រោមមុខដំណបំបៅផ្នែកដែលសល់នៃរណ្ដៅគួរបំពេញបន្តិចម្ដងចាប់ពីបាតរណ្ដៅរយៈពេល2ឆ្នាំការត្រៀមគ្រាប់ពូជសម្រាប់ដាំទម្ងន់គ្រាប់មិនស្រាលជាង5ក្រាមក្នុង1គ្រាប់នៅពេលត្រាំទឹកគ្រាប់វាលិចទៅក្នុងទឹកពេលវេលាដាំដុះទោះបីជាស្វាយចន្ទីវាធន់នឹងភាពរាំងស្ងួតក៏ដោយក៏នៅវគ្គដំបូងនៃការលូតលាស់វាត្រូវការទឹកដើម្បីលូតលាស់ធំរឹងប៉ឹងដែរដូច្នេះត្រូវកំណត់រដូវដាំដុះឲ្យបានល្អរដូវកាលសមស្របសម្រាប់ដាំដុះគឺដើមខែមិថុនាដល់កក្កដាវានឹងទទួលបានទឹកភ្លៀងរយៈពេល3ខែម្យ៉ាងទៀតគេអាចដាំវាបាននៅក្នុងខែសីហាដោយពុំសូវធ្វើការស្រោចស្រពច្រើនការបណ្ដុះកូននៅក្នុងថ្នាលបណ្ដុះគឺយកគ្រាប់ទៅកប់ក្នុងថ្នាលដែលបានក្រាលដីខ្សាច់កម្រាស់15សង់ទីម៉ែត្រការដាក់គ្រាប់ត្រូវយកផ្នែកខាងផតចុះទៅក្រោមហើយងើយខាងក្បាលគ្រាប់ឡើងលើបន្តិចរួចដីខ្សាច់ពីលើគ្រាប់ឲ្យបានកម្រាស់2.50សង់ទីម៉ែត្រនិងស្រោចទឹក2ដងក្នុងមួយថ្ងៃនៅពេលព្រឹកនិងពេលល្ងាចរយៈពេល6ថ្ងៃក្នុងករណីមានភ្លៀងធ្លាក់មិនចាំបាច់ស្រោចទឹកទេការបណ្ដុះកូននៅក្នុងថង់ត្រៀមគ្រាប់ពូជដែលបានជ្រើសរើសរួចហើយទៅបណ្ដុះក្នុងថង់ប្លាស្ទិកត្រូវធ្វើការត្រាំគ្រាប់រយៈពេល24ម៉ោងទៅ48ម៉ោងមុនពេលយកទៅបណ្ដុះថង់ប្លាស្ទិកគួរប្រើថង់ពណ៌ខ្មៅដែលមានទំហំ12.7សង់ទីម៉ែត្រគុណនឹង20.3សង់ទីម៉ែត្រដោយប្រើថង់ជ្រៅកាន់តែល្អបើថង់រាក់ធ្វើឲ្យការចាក់ឫសរបស់វាតដោយធ្វើការចោះរន្ធចំហៀងឲ្យបានពី4ទៅ8រន្ធដើម្បីបញ្ចេញទឹកចេញពីក្នុងថង់ការបណ្ដុះធ្វើឡើងដោយការផ្សំដីជាមួយនឹងផែអង្កាមជីទ្រាប់បាតឬកំប៉ុស្តក្នុងអត្រា3:1ដោយច្រកច្របល់ចូលគ្នាឲ្យសព្វហើយច្រកចូលថង់ដែលបានធ្វើការត្រៀមទុកឲ្យសល់ពីមាត់ថង់ប្រហែល1ទៅ2សង់ទីម៉ែត្រវិធីដាំដោយគ្រាប់វិធីនេះសមស្របចំពោះការដាំនៅលើផ្ទៃដីធំទូលាយករណីនេះមិនធ្វើឲ្យកូនរអាក់រអួលក្នុងការលូតលាស់ហើយម្យ៉ាងទៀតមិនសូវចំណាយពលកម្មក្នុងការដាំដុះប៉ុន្តែត្រូវរងចាំការថែរក្សានិងដាំជួសចំពោះរណ្ដៅណាដែលមិនដុះឬកូនមិនរឹងមាំដាក់គ្រាប់2ទៅ3ក្នុងមួយរណ្ដៅដាំតែម្ដងការកប់គ្រាប់មិនត្រូវឲ្យជ្រៅលើសពី6សង់ទីម៉ែត្រទេព្រោះបើជ្រៅវាមិនដុះឬបាត់បង់ចោលទទេបន្ទាប់ពីកប់គ្រាប់រួចរាល់ហើយត្រូវធ្វើការស្រោចទឹកឲ្យបានល្អហើយធ្វើការបោចស្មៅនិងយកចំបើងមកគ្របដើម្បីការពារសំណើមមិនឲ្យមានការស្រោចទឹកញឹកញាប់នៅពេលស្លឹកដុះចេញនៅស្លឹកពិតប្រាកដឬរឹងប៉ឹងហើយត្រូវធ្វើការដកដើមអន់ចេញឲ្យនៅសល់តែមួយដើមការជីករណ្ដៅគួរមានទំហំ50សង់ទីម៉ែត្រគុណ50សង់ទីម៉ែត្រនិងជម្រៅ50សង់ទីម៉ែត្រហើយចម្ងាយដាំគឺ6ម៉ែត្រគុណ6ម៉ែត្រចំពោះពូជក្នុងស្រុកចំពោះពូជនាំចូលពី8ម៉ែត្រគុណ8ម៉ែត្ររហូតដល់12ម៉ែត្រគុណ12ម៉ែត្រចាអញ្ចឹងនេះគឺជាបច្ចេកទេសដាំដុះដំណាំស្វាយចន្ទីហើយសង្ឃឹមថាបងប្អូនស្វែងយល់ពីអត្ថបទដែលខ្ញុំបាននិយាយរៀបរាប់ខាងលើនេះហើយអាចយកទៅអនុវត្តនៅក្នុងចម្ការរបស់បងប្អូនបានហើយអរគុណសម្រាប់ការតាមដាន Channel រៀនពីកសិកម្មហើយកុំភ្លេចជួយផ្សព្វផ្សាយទៅកាន់កសិករដទៃទៀតផងអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូបន្ទាប់ហើយនៅវីដេអូបន្ទាប់យើងនឹងនិយាយគ្នាអំពីការថែទាំដំណាំស្វាយចន្ទីផងដែរសូមរងចាំតាមដានទស្សនាទាំងអស់គ្នា